សួស្តីលោកនាយកនាយិកាទាំងអស់គ្នាខ្ញុំសូមបង្ហាញវីដេអូក្នុងការចូលប្រើប្រាស់ការកត់ត្រាកិច្ចបញ្ជីការគណនេយ្យនៅក្នុងប្រព័ន្ធអញ្ចឹងយើងនឹងត្រូវលេងប្រើនៅក្នុង file Excel ទៀតហើយបាទឥឡូវខ្ញុំសូម copy username របស់សាលាបឋមសិក្សាភូមិកោះដើម្បីធ្វើជាឧទាហរណ៍សម្រាប់បង្ហាញដល់លោកនាយកនាយិកាទាំងអស់គ្នាបាទអញ្ចឹងយើង copy ហើយមិនយើងផាសในការ copy ផាសដែរសូមមើលកុំឲ្យបាត់អក្សរណាមួយបើសិនជាបាត់វានឹងមិនលោតចូលទេបាទអញ្ចឹងកាលណាយើងវាយលេខកូដហើយវានឹងចេញ QR code នេះមកយើងកុំទាន់ចុចបិទវាអីយើងត្រូវប្រើប្រាស់កម្មវិធីមួយដើម្បី scan យក QR code នឹងមកតង់ទៀតបាទអញ្ចឹងខ្ញុំនឹងបើកកម្មវិធីនេះឈ្មោះ Indicator អញ្ចឹងយើងទាំង Android ទាំង iOS អីគឺយើងប្រើកម្មវិធីទាំងអស់ដើម្បី scan យកលេខកូដចេញពីបាទ QR code របស់ក្រសួងនេះអញ្ចឹងមកដល់ហ្នឹងហើយយើងចុចលេខបូកហើយយើងចុចពាក្យ scan QR code ពេលដែលយើង scan ទៅវានឹងរកលេខកូដមកនៅខាងក្រោមនេះជាលេខកូដរបស់សាលាបឋមសិក្សាភូមិកោះបាទអញ្ចឹងយើងបញ្ចូលលេខកូដវាមកអញ្ចឹងយើងចូលទៅដល់ក្នុងកម្មវិធីរបស់ក្រសួងហ្នឹងអញ្ចឹងចូលមកដល់នេះយើងអត់ទៅធ្វើការអីច្រើនទៀតទេខាងនេះគឺជាមេនុយមួយចំនួនសម្រាប់ការរៀបចំផែនការនេះគឺគ្រោងអីវ៉ាន់ហ្នឹងគឺក្រសួងគាត់បានដាក់គ្រោងមកយើងចូលហើយយើងមិនចាំបាច់គ្រោងទៀតទេអញ្ចឹងខ្ញុំធ្វើអ្វីដែលជាចាំបាច់សម្រាប់យើងធ្វើតែម្ដងគឺចូលនៅក្នុងការអនុវត្តថវិកាតែម្ដងបាទការអនុវត្តថវិកានេះគឺយើងចុចការអនុវត្តថវិកាមកវានឹងលោតមនុស្សជាច្រើនអញ្ចឹងយើងចូលទៅប្រតិបត្តិការចំណូលបាទយើងចុចមួយមកវានឹងលោតផ្ទាំងបែបនេះអញ្ចឹងផ្ទាំងបែបនេះជាផ្ទាំងមួយដែលថ្មីដែលយើងមិនទាន់បានដាក់អ្វីទាំងអស់អញ្ចឹងយើងចុចប៊ូតុងបង្កើតតែបើយើងចង់ដឹងមានយើងចុចស្វែងរកសិនមកថាសាលាភូមិកោះមានបញ្ចូលអីអត់ចុះអត់មានទេយើងចុចប៊ូតុងបង្កើតដំបូងគឺយើងប្រតិបត្តិការដាក់សាច់ប្រាក់ចូលគណនីសាលារៀនយើងចូលមកដល់នេះជ្រើសរើសថ្ងៃខែនេះគឺជាថ្ងៃខែដែលលុយធ្លាក់ចូលកុងសាលារៀនយើងណាអញ្ចឹងយើងចង់ដឹងថាលុយធ្លាក់ចូលកុងសាលាថ្ងៃណាយើងមកមើលនៅបានប្រកាសអនុពន្ធបាទអញ្ចឹងមកលុយធ្លាក់ថ្ងៃណាគឺយើងទៅដកថ្ងៃហ្នឹងមកអូជាស្រ័យនៅអនុទានអញ្ចឹងអនុទាននេះបាទខ្ញុំបង្ហាញ FT ហ្នឹង FT នេះគឺជាលេខប្រកាសអនុទានបាទអញ្ចឹងយើងវាយបំពេញចូលឲ្យហ្នឹងមកជារឿងថ្ងៃធ្លាក់ឧទាហរណ៍ថ្ងៃហ្នឹងតែថ្ងៃជាក់ស្ដែងណាថវិកាគឺថវិការដ្ឋចំនួនទឹកប្រាក់ខ្ញុំឧទាហរណ៍ទេអញ្ចឹងសូមលោកនាយកបំពេញខ្លួនឯងបាននៃប្រកាសអនុទានហើយលេខដូចខ្ញុំប្រាប់មកអញ្ចឹងលេខប្រកាសអនុទាននេះគឺលេខ FT នេះបាទសូមមើលច្បាស់អានេះខ្ញុំវាយឧទាហរណ៍ទេហើយចូលនេះយើងបាច់ដាក់ក៏បានដែរប្រភេទថវិកាមូលធិដំណើរការសាលារៀនសាធារណៈបាទបរិយាយមូលធិដំណើរការសាលារៀនសាធារណៈលើកទី1ឆ្នាំ2026ដាក់ចឹងមកតែនេះខ្ញុំឧទាហរណ៍ទេដើម្បីងាយស្រួលយើងលឿនបន្តិចយើងរក្សាទុកបានជោគជ័យបន្ទាប់មកទៀតយើងចុចបង្កើតដែរយើង
ចូលទៅដល់ប្រតិបត្តិការដកសាច់ប្រាក់ពីធនាគារនឹងបានចំណូលយើងចុចមកបាទជ្រើសរើសថ្ងៃខែនេះជាថ្ងៃខែដែលលុយធ្លាក់ចឹងខ្ញុំសូមបង្ហាញទៀតនោះថ្ងៃខែលុយធ្លាក់ដែលជាស្អែកថ្ងៃខែដែលយើងទៅដកបាទអញ្ចឹងថ្ងៃទៅដកឧទាហរណ៍ថាលុយធ្លាក់ថ្ងៃ3មកខ្ញុំបានដាក់ថ្ងៃ3ណាអញ្ចឹងថ្ងៃដកគឺថ្ងៃអនុពន្ធបាទនេះគឺលេខកូដហើយនេះគឺលេខកូដរបស់អនុពន្ធហើយសូមបង្ហាញកុំឲ្យច្រឡំហើយសូមលោកនាយកមើលនោះយកចិត្តទុកដាក់តិចផងព្រោះប្រភេទក្នុងប្រព័ន្ធកុំឲ្យពិបាកក្នុងការកែកុនឯកសារតាមក្រោយមិញឧទាហរណ៍មិញខ្ញុំដាក់ថ្ងៃ3លុយចូលអញ្ចឹងយើងដាក់ថ្ងៃ6ចុះសម្រាប់ថ្ងៃយើងដកបាទប្រភពថវិកាសូមរើសឲ្យត្រូវអ្នកដកសាច់ប្រាក់ឈ្មោះមុខងារនាយកអីចឹងមកទឹកប្រាក់5លានមុននឹងដាក់កន្លែងនេះនាយករងអីហ្នឹងតាមឈ្មោះដែលទៅដកចឹងនេះគ្រាន់តែឧទាហរណ៍ទេជាក់ស្ដែងសូមលោកនាយករាជការបំពេញកន្លែងហ្នឹងតាមជាក់ស្ដែងបាទអត្ថន័យប្រតិបត្តិការគឺមូលនិធិដំណើរការសាលារៀនសាធារណៈលើកទី1ឆ្នាំ2026លេខសក្ខីប័ត្របាទគឺមូលប្រធានប័ត្រលេខសក្ខីប័ត្រលេខ6ខ្ទង់ដែលនៅក្នុងមូលប្រធានប័ត្រយើងឬក៏លេខដែលខ្ញុំបានបង្ហាញពីមុនហ្នឹងបញ្ជាក់តិចលេខហ្នឹងហើយលេខនេះក៏បានលេខនេះក៏បានឬក៏លេខនេះក៏បានបាទលេខមួយខ្ទង់យើងបាទចឹងខ្ញុំវាយលេខ6ខ្ទង់ឧទាហរណ៍ទេយើងរក្សាទុកចឹងវាដាក់ថាអត្ថន័យប្រតិបត្តិការចឹងកន្លែងនេះយើងអត់បានដាក់កន្លែងមូលនិធិដំណើរការសាធារណៈលើកទី1ឆ្នាំ2026ហ្នឹងចឹងយើងសូមបំពេញកន្លែងហ្នឹងមកនេះខ្ញុំវាយដើម្បីងាយស្រួលទេបាទលឿនបន្តិចមកយូរពេកមកយើងចុចប៊ូតុងរក្សាទុកអញ្ចឹងកន្លែងនេះវាបាន3លេខរៀងមាន3ហើយយើងបាច់ឆ្ងល់ទេនេះជាការលុយចូលកុងនេះវាលោតអូតូទេបាទហើយសម្រាប់ប៊ូតុងទី3នេះប្រតិបត្តិការផ្ទេរពីធនាគារធនាគារទៅអ្នកផ្គត់ផ្គង់ហ្នឹងគឺវាអត់មានទេសម្រាប់សាលារៀនអត់មានប្រើប្រាស់អីផ្ទេរតាមកុងទេបាទអញ្ចឹងកន្លែងយើងរួចរាល់ហើយយើងដល់ប្រតិបត្តិការចំណាយអញ្ចឹងគឺយើងចុចកន្លែងអនុវត្តថវិកាដដែលកន្លែងប្រតិបត្តិការចំណូលរួចរាល់យើងដល់ប្រតិបត្តិការចំណាយ